ខ្ញុំបានរំភេទរួចហើយឥឡូវហ្នឹងមានការសង្ស័យថាអាចឆ្លងមេរោគអេដស៍តើប្រហែលថ្ងៃក្រោយពីការរំភេទយើងអាចធ្វើតេស្តដឹងច្បាស់ពិតប្រាកដបានចំពោះការធ្វើតេស្តស្រាវជ្រាវរោគជំងឺវ័យមួយដឹងច្បាស់ពិតប្រាកដបាននៅពេលណានោះគឺយើងអាស្រ័យទៅលើរយៈពេលចំហដែលភាសាអង់គ្លេសគេហៅថា window period និងតេស្តដែលគេបានយកមកធ្វើហើយអ្វីទៅជា window period ជារយៈពេលចាប់តាំងពីថ្ងៃដែលបានឆ្លងមេរោគចូលឬក៏ជាថ្ងៃដែលយើងប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគរហូតដល់ថ្ងៃដែលយើងធ្វើតេស្តដឹងច្បាស់ពិតប្រាកដបច្ចុប្បន្ននេះការធ្វើតេស្តស្រាវជ្រាវរោគមេរោគអេដស៍គឺមានច្រើនប្រភេទនិងច្រើនជម្រើសមានដូចជាការធ្វើតេស្តដោយយកសារធាតុរាវនៅក្នុងមាត់របស់អ្នកដែលគាត់មានបញ្ហាប្រឈមក៏ដូចជាការធ្វើតេស្តតាមរយៈឈាមដោយជួសជុលម្រាមនិងធ្វើតេស្តរហ័សដោយបូមឈាមតាមសរសៃវ៉ែនហើយមួយវិញទៀតចំពោះទារកគឺយើងធ្វើតេស្តតាមរយៈឈាមដោយជួសកែងជើងចំពោះការធ្វើតេស្តរោគមេរោគអេដស៍ដែលប្រើណាត់តេស្តគឺមាន window period នឹងចាប់ពី10ថ្ងៃរហូតដល់33ថ្ងៃឡើងទៅគឺមានន័យថាយើងអាចធ្វើតេស្តរោគមេរោគអេដស៍បានក្រោយពីការប្រឈមនឹងរយៈពេល10ថ្ងៃឡើងទៅយ៉ាងយូរគឺ33ថ្ងៃឡើងទៅដើម្បីបញ្ជាក់ឲ្យពិតប្រាកដច្បាស់មែនតើនោះក្រោយពីការប្រឈមបាន10ថ្ងៃយើងធ្វើតេស្តម្ដងប្រសិនបើទទួលបានលទ្ធផលអវិជ្ជមាន33ថ្ងៃក្រោយមកយើងនឹងធ្វើតេស្តម្ដងទៀតតេស្តរោគមេរោគអេដស៍ដែលប្រើតេស្តរហ័សចំនួនទី4គឺតេស្តរោគអង់ទីហ្សែន P24 របស់មេរោគអេដស៍និងអង់ទីកប្រឆាំងនឹងមេរោគអេដស៍តេស្តប្រភេទនេះគឺមាន window period ហ្នឹងគឺចាប់ពី18ថ្ងៃដល់90ថ្ងៃគឺមានន័យថាយើងអាចធ្វើតេស្តរោគមេរោគអេដស៍ក្រោយពីការប្រឈមហ្នឹងចាប់ពី18ថ្ងៃឡើងទៅហើយយ៉ាងយូរបំផុតហ្នឹងគឺ90ថ្ងៃឡើងទៅដូច្នេះដើម្បីឲ្យដឹងពិតប្រាកដមែនតើនោះគឺក្រោយពីការប្រឈមបាន18ថ្ងៃយើងធ្វើតេស្តម្ដងប្រសិនបើទទួលបានលទ្ធផលអវិជ្ជមាន90ថ្ងៃក្រោយមកយើងនឹងធ្វើតេស្តម្ដងទៀតចំពោះអត្ថបទនេះនាងខ្ញុំបានដកស្រង់ចេញពី US CDC